សួស្តីបងប្អូនទាំងអស់គ្នាបាទនេះគឺសកម្មភាពបាទវាយដីព្រាចស្រូវបងប្អូនបាទហើយបាទទឹកមុំបងប្អូនប៉ុណ្ណឹងមុំវាយបងប្អូនបាទដីប៉ុណ្ណឹងទឹកប៉ុណ្ណឹងវាយបានស្អាតបាទនេះយើងវាយមួយសពពីរសពអញ្ចឹងទៅបាទវាយឲ្យវារឿងខ្ទេចអស់ហើយបាទយើងចាប់ផ្ដើមគៀវាគៀឲ្យស្អាតបាទនេះគឺដីស្រែនោះបានវាយហើយបងប្អូនស្រែធំណាបងប្អូនបាទអញ្ចឹងចាប់ផ្ដើមធ្វើស្រែទូចនេះទៀតបាទដោយប្រើគោយន្តបងប្អូនបាទកន្លែងខ្លះទៅគេប្រើត្រាក់ទ័របាទអញ្ចឹងរីករាយទស្សនាបងប្អូនបាទមើលបាទរបៀបនៃការវាយដីបាទដោយប្រើអង្គប់ដើម្បីព្រាចស្រូវបងប្អូនបាទអញ្ចឹងសូមបងប្អូនទស្សនាបាទបាទហើយដីរៀងស្មៅច្រើនតិចបងប្អូនបាទដោយសារស្មៅច្រើនអញ្ចឹងបានយើងវាយវារៀងច្រើនសពបងប្អូនវាយពីរបីសពបានរៀងតិចស្មៅបងប្អូនមើលស្មៅបាទស្បូរស្មៅមែនតើបាទហើយនៅពេលដែលព្រាចហើយអញ្ចឹងគឺបាទត្រូវបាញ់ថ្នាំស្មៅទៀតបើសិនមិនបាញ់ថ្នាំស្មៅទេគឺបាទស្រូវដុះមិនឈ្នះស្មៅទេបងប្អូនមើលស្មៅបងប្អូនមើលស្មៅច្រើនបាទមិនត្រឹមស្មៅមានខ្យងមានអីទៀតបងប្អូនបាទខ្យងក៏ត្រូវប្រើថ្នាំខ្យងទៀតបាទអញ្ចឹងបាទវីដេអូមានប៉ុណ្ណឹងទេបងប្អូនបាទអញ្ចឹងសូមបងប្អូនបាទជួយចុច like ឬក៏ subscribe channel ផងបងប្អូនបាទដើម្បីទទួលបានបាទវីដេអូថែមទៀតបងប្អូនតទៅនឹងការភ្ជួរដីបាទវាយដីដើម្បីធ្វើស្រែជាដើមបងប្អូនបាទសូមអរគុណ